សួស្តីបងប្អូនថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលពីដីឡូផងយើងណាបងប្អូនហើយម្សិលមិញមនុស្សច្រើនមែនទែនបងប្អូនគឺចូលទៅចាប់ឆ្នោតយកប្លង់ដីណាបងប្អូនហើយបងប្អូនឃើញផ្ទាំងបែបនេះគឺបងប្អូនស្គាល់ហើយម្សិលមិញគឺបងប្អូនទៅច្រើនមែនទែនចង់ដឹងថាបងប្អូនណាខ្លះដែលជាប់ចាប់ឆ្នោតជាប់ចំផ្លូវដែលធំណាបងប្អូនហើយកន្លែងគេនេះគឺមានមន្ទីរពេទ្យសាលារៀនហើយស្អីច្រើនទៀតបងប្អូនខ្ញុំអត់សូវច្បាស់ដែរដោយសារតែខ្ញុំអត់បានចូលទៅទេបងប្អូនទៅពីរនាក់ប៉ុន្តែយើងមានបានតែមួយអញ្ចឹងហើយគេឲ្យទៅប្រពន្ធចូលទេពេលគាត់ថតមកគឺថតអត់មានបានជាប់អាក្រោមទេអញ្ចឹងហើយយើងអត់ដឹងថាមានស្អីខ្លះទេតាមខ្ញុំដឹងគឺកន្លែងរុកសោនេះគឺផ្សារហើយបងប្អូនរុកសោនេះគឺផ្សារហើយបងប្អូនណាដែលចាប់ចំលេខ245នេះរហូតមកដល់254នេះគឺថាចំហើយបងប្អូនគឺចំតំបន់នៃផ្សារហើយបងប្អូនគឺផ្លូវធំយើងតែម្ដងណាបងប្អូនហើយចំណែកមកខាងនេះវិញគឺមានចំណោទឡានបងប្អូនក្រៅពីចំណោទឡានគឺកន្លែង4ផ្សេងទៀតគឺខ្ញុំអត់ស្គាល់ទេបងប្អូនដោយសារតែខ្ញុំអត់បានចូលទៅមើលហើយនៅក្នុងខាងក្រៅនេះក៏ថតមកដោយដែរបងប្អូនចឹងហើយអត់ដឹងថាមានស្អីខ្លះហើយតាមមើលទៅគឺនិមិត្តសញ្ញាផងគេគឺមានរូបទង់ជាតិហ្នឹងគឺសាលារៀនហើយបងប្អូនរូបសោនេះគឺផ្សារហើយបងប្អូនរូបឡាននេះគឺចំណោទឡានហ្នឹងបងប្អូនរូបទង់ជាតិមួយទៀតទូចនេះគឺមណ្ឌលកីឡាហើយបងប្អូននេះកន្លែងមិញបងប្អូនមណ្ឌលកីឡាហើយបងប្អូនណាខ្លះបានលេខប្រហែលខ្លះអញ្ចឹងណាបងប្អូនហើយបងប្អូនដែលបានលេខចាប់ពី320គុតរហូតមកដល់332នេះក៏ជាប់ផ្លូវធំដែរណាបងប្អូនហើយចំណែកប្រពន្ធខ្ញុំវិញគឺថាគាត់ចាប់បានលេខ320គុតហ្នឹងឯងបងប្អូនគឺថារឿងសំណាងដែរបងប្អូននៅជាប់នឹងផ្លូវធំដែរអញ្ចឹងណាបងប្អូនហើយយើងឡើងមកលើនេះវិញគឺរូបទង់ជ័យនេះគឺសាលារៀនផងយើងហ្នឹងបងប្អូនបើសិនជាបងប្អូនណាចាប់ចំលេខនេះលេខប្រហែលយើងមើលទៅច្បាស់ដែរហើយលេខ91បងប្អូនលេខ91រហូតមកដល់99នេះគឺថាជាប់ហើយបងប្អូនជាប់នឹងសាលារៀនតែម្ដងណាបងប្អូនហើយចំណែកជ្រុងខាងលើនេះគឺចាប់ពីលេខ1ដល់លេខ7នេះគឺជាប់ដែរបងប្អូនជាប់នឹងសាលារៀនដែរដោយសារសាលារៀនយើងមានតែ2ជ្រុងទេបងប្អូនដោយសារតែជ្រុងនេះផ្លូវកណ្ដាលនេះគឺអត់មានដីឡូទេបងប្អូនចឹងហើយមាន2ជ្រុងបងប្អូនសាលារៀនបងប្អូនចាប់ពី91ដល់99ហ្នឹងគឺថាជាប់សាលារៀនហើយខាងជ្រុងខាងនេះចាប់ពី1ដល់7នេះគឺជាប់សាលារៀនដែរបងប្អូនហើយបងប្អូនយើងនៅខាងនេះខាងផ្សារនេះវិញគឺថាចាប់ពី245បងប្អូនរហូតមកដល់255ហ្នឹងគឺថាជាប់បងប្អូនគឺជាប់នៅផ្សាររបស់យើងហើយចំណោទឡាននឹងអីផ្សេងនេះទៀតយើងអត់សូវស្គាល់ច្បាស់ប៉ុន្តែគ្រាន់តែជាប់នៅផ្លូវធំដែរណាបងប្អូនចាប់ពីលេខ320គុតរហូតដល់332នេះគឺជាប់ហើយបងប្អូនជាប់ផ្លូវធំតែម្ដងហើយចំណែកដីឡូដែលច្រើនទៀតនេះគឺថានៅរៀងឆ្ងាយបងប្អូនណាខ្លះដែលស្គាល់លេខខ្លួនឯងណាបងប្អូននេះតាមអននេះគឺសិតតែដីឡូផងយើងហើយបងប្អូនសម្រាប់បងប្អូនណាដែលមិននៅគៀននេះអីគឺរៀងឆ្ងាយបន្តិចហើយបងប្អូនគឺឆ្ងាយពីកន្លែងគេដែលអ៊ូអណាបងប្អូនគ្រាន់តែភូមិតែមួយទេបងប្អូនគឺមូលតែមួយតែម្ដងណាបងប្អូនគឺដីឡូជាប់គ្នាទាំងអស់ហើយបងប្អូនយើងដែលបានដីលំនៅឋានហើយដីកសិកម្មទៀតនោះគឺថាសំណាងមែនទេបងប្អូនសម្រាប់ខ្ញុំវិញគឺបានទេបងប្អូនខ្ញុំបានតែដីឡូទេគឺដីឡូលេខ320គុតហ្នឹងឯងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនជម្រាបលាបងប្អូនសុខសប្បាយ